នៅក្នុងមេរៀន Photoshop ថ្ងៃនេះយើងនឹងសិក្សាអំពីរបៀបធ្វើរូបភាពពីរឲ្យស៊ីគ្នាតែមួយលោកអ្នកត្រូវចូលមកកន្លែង Background Tool នេះហើយចុចលើដៃម៉ៅខាងឆ្វេង2ដងបន្តមកទៀតចូលពាក្យថា Layer Zone អូខេបន្តមកទៀតចូលទៅ Lasso ហើយធ្វើការកាត់អូខេបន្តមកទៀតត្រូវចូលទៅកាន់ Edit យក Free Transform យក Scroll Yes នេះចូលមក Eraser Tool ដើម្បីកាត់បំបាត់អស់នៅផ្ទៃក្រោយអូខេបន្តមកទៀតយើងមកកន្លែង Background Tool ហើយយកនៅ Add Layer Mask អូខេបន្តមកទៀតចូលមកដល់កន្លែង Color Tool យកពាក្យថា Gradient Tool Yes អូខេបន្តមកទៀតចូលទៅកន្លែង Image Adjustmentអូខេបន្តមកទៀតដាក់សញ្ញាព្រួយទៅលើរូបភាពម៉ៅខាងស្ដាំយកពាក្យថា Layer 1ហើយចូលទៅកន្លែង Eraser Tool ភាសាទៀតYes អូខេឥឡូវនេះយើងឃើញថារូបភាពដែលយើងបានធ្វើការកែច្នៃឲ្យរូបភាពពីរសន្លឹកហើយវានៅក្នុងពុម្ពតែមួយហើយវាស៊ីគ្នា Yes យើងឃើញថាចប់សពគ្រប់ហើយឃើញថាមេរៀននេះគឺងាយស្រួលបំផុតសម្រាប់អ្នកដែលសិក្សាទៅលើ Photoshop ដំបូងអូខេអញ្ចឹង Goodbye